មានរឿងបុរាណមួយគួរឲ្យពិចារណាម្ដាយហ្នឹងពីមេម៉ាយហើយកាលនៅតែរស់ស៊ីក្រអាកូនចេះទៅលួចអីវ៉ាន់យកមកឲ្យម្ដាយផ្សារហ្នឹងមានស្អីច្រើនទេជួនកាលនំជួនកាលត្រីមួយអីយកមកឲ្យម្ដាយដល់វាលួចទៅវាធំវាចិត្តទៅលួចទៅធ្លាប់ប្រព្រឹត្តអំពើអាក្រក់ថ្ងៃមួយប៉ូលីសគេចាប់មន្ត្រីរាជការចាប់ដាក់ខ្នោះប្រាប់គេថាមុនយកទៅខ្ញុំសុំខ្សឹបម៉ែខ្ញុំតិចតើដល់ម្ដាយម៉ែខ្ញុំសុំខ្សឹបម៉ែតិចផ្ដាំម៉ែមួយម្ដាយដាក់ជាទៅខំក្រាប់ម៉ែឯងកូនធ្វើខុសបដៅភ្លាមណាកុំអងកូនធ្វើខុសហើយនេះបើសិនណាជាកូនលួចតបែកគេមកមុនដំបូងមួយបានមកហើយយើងអត់យកដេញឲ្យយកសងគេវិញវាអត់ទៅហត់ទៀតទេប៉ុន្តែលួចមកយកយូរអីម៉ែអញសប្បាយចិត្តទៅលួចទៀតអញ្ចឹងវាផ្ដាំថាម៉ែធ្វើខុសកំហុសកែពីតូចស្រួលជាងធំដល់ធំហើយបាក់ដោយភ្លើងយ៉ាងប្រការណាមិនតាន់ឆេះខ្លាំងចង់ពលុតទូចដល់ឡើងឆេះព្រៃភ្នំហ្នឹងងាយ